និយាយពីរឿងផឹកផឹកស្រាស្រវឹងមនុស្សផឹកนุ่งផឹកផឹកឡើងคล้ายជាទុំលួបអើយជាប់មានជាជំងឺហើយអត់រៀងព្រោះញៀននឹងស្រាពួកអ្នកណាក៏មិនស្ដាប់ពុំចង់មកប្រាប់លុយខ្ញុំតើនៅទាំងក៏ផឹកដើរឆ្ងាយក៏ផឹកផឹកឡើងដូរទឹកផឹកជាប្រចាំទុកដូចជាថ្នាំឱសថជីវិតមិនទាន់រលត់នៅតែផឹកអើយផឹកស្រវឹងដេកដួលមិនស្រួលក្នុងខ្លួនអង្គកម្លាំងមានកម្លាំងដាំងទៀតអត់រៀងអើយមានថ្ងៃមួយនោះជិះម៉ូតូលឿនដូចហោះបុករបងប្រលៀនយន្តហោះរេចង្កូតទៅបុកលូបាំងថ្មិញប្រហោងក្រហូអើយម៉ូតូខូចអស់គ្មានកម្លាំងសោះរៀងហើយខ្ញុំមានកម្លាំងដាំងទៀតអត់រៀងខ្ញុំនឹងហើយអើយថ្ងៃក្រោយដាំងទៀតដាំងឡើងលើសចំនោះឈឺក្បាលវាស់ព្រឹកមិនបាត់សោះអង្គុយអស់សង្ឃឹមគិតថារៀងហើយពេលទូស្បែកមានកម្លាំងដាំងទៀតអត់រៀងអើយដាំងហើយដាំងទៀតដាំងអិតសំចៃដាំងឡើងដឹងអីអត់បានហូបបាយអត់បានងូតទឹកហើយដេកនឹងដីមុំខំលេងឈឺព្រឹកឡើងទន់អងជើងដីគិតថាថ្ងៃក្រោយផឹងទៀតទេឃើញគេដាក់មើលទៅទំនងបើបានដាក់បន្តិចមិនដឹងជាឆ្ងាញ់យ៉ាងណាសាកលក់ចុះឡើងដោយអាគុយកាន់ភ្លើងដាំងបានទៀតអត់រៀងបើតូតើតាំងពីរៀនផឹករហូតដល់ចេះផឹកមិនដឹងជាអស់ប៉ុន្មានពីងអស់លុយប៉ុន្មានលានអើយផឹកហើយអង្គថងវិការវេទនាដល់ខ្លួនមិនដឹងជាឆ្ងាញ់ត្រង់ណាធ្វើការងារមិនកើតព្រមស្រវឹងស្រាបើធ្វើការងាររៀងញឿថាមិនទាន់បានដាក់បើថ្ងៃក្តៅបានដាក់ក្លាសេជាមិនដឹងជាឆ្ងាញ់យ៉ាងណាបើខែត្រជាបើបានដាក់មិនដឹងជាមានន័យយ៉ាងណាអើយបានសាច់តិចតួចឬច្រើនខ្វះទឹកនៅមិនសុខឡើយណាខ្លះផឹកឡើងហើមខ្លះផឹកឡើងស័យសង្ខារបើភ្ញាក់អាត្មាមុននឹងមរណាមិនដឹងជាល្អយ៉ាងណាអាចជួយខ្លួនឯងជួយក្រុមគ្រួសារជួយសង្គមជាតិឲ្យល្អថ្លៃថ្លាទៅណាមកណាពីមុនគេថាឥឡូវគេសរសើរចេះឈប់ទិនកុំអុយចុចអើយសំណួរជាចុងក្រោយសូមសួរបងប្អូនអ្នកផឹងយើងទាំងអស់គ្នាតើផឹងដើម្បីអ្វីអើយសូមអរគុណ